នៅព្រឹកថ្ងៃទី12ខែមេសាឆ្នាំ2026នេះបងប្អូនប្រជាពលរដ្ឋកម្មករកម្មការិនីបានចាប់ផ្ដើមធ្វើដំណើរទៅលេងស្រុកកំណើតតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញដោយមិនគិតថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាមួយគ្នានេះលោកហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងលោកខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកអ្នកអង្គការលៀងខុនសហស្ថាបនិកក្រុមហ៊ុនជីបម៉ោងបានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋកម្មករកម្មការិនីឡើងជិះរថយន្តក្រុងសាធារណៈដោយមិនបង់ប្រាក់ទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារនៅតាមបណ្ដាខេត្តនានាដែលរៀបចំដោយសាលារាជធានីភ្នំពេញក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅស្ថានីយ៍រថយន្តក្រុងសួនច្បារឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញសូមជម្រាបថាដោយដែលបានរៀបចំជាច្រើនឆ្នាំកន្លងមកដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររាជរដ្ឋាភិបាលបានផ្ដល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនៅរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន600គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2026ចំនួន6ថ្ងៃដោយគិតចាប់ពីថ្ងៃទី12ដល់ថ្ងៃទី17ខែមេសាឆ្នាំ2026ដោយក្នុងនោះ1សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ Airport Express Bus ដោយប្រើប្រាស់រថយន្តក្រុងចំនួន100គ្រឿងនិង2សេវាដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនិងពីបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញដោយប្រើប្រាស់រថយន្តក្រុងចំនួន500គ្រឿងដោយបែងចែកជាខ្សែរថធំៗចំនួន6គោលដៅព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗតាមគោលដៅចេញដំណើរជាដំណើរ